ក្រសួងអប់រំនិងក្រសួងទូរគមនាគមន៍ប្រកាសដាក់ឲ្យប្រើវិញ្ញាបនបត្រនិងសញ្ញាបត្របាក់ឌុបមានដាក់ QR code ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងប្រៃសណីនិងទូរគមនាគមន៍បានចេញសេចក្តីប្រកាសអន្តរក្រសួងដោយសម្រេចដាក់ឲ្យប្រើវិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង8ធ្នូតទៅដែលមានដាក់ QR code ស្តង់ដារដែលអាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលមានតម្លៃកិត្តិយសស្មើទៅនឹងវិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធទៅនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងគោលបំណងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សយកទៅប្រើប្រាស់និងជំរុញការធ្វើបរិវត្តកម្ម Digital សេវាសាធារណៈស្របតាមគោលនយោបាយរាជរដ្ឋាភិបាល Digital កម្ពុជា 2022-2035